មនុស្សចោះបាយមកដល់ទៀតឲ្យបងប្អូនត្រៀមបាយច្រើនមែនទែនក៏2 3កំប៉ុង2 3ឆ្នាំងអីទៅណាមិនគ្រប់មកមុខនេះហ่าពងក្រងច្រាំជាមួយត្រីប្រមាអាំងជ្រុញបងប្អូនណានិយាយពីថាតំណងមែនទែនរសជាតិគេឆ្ងាញ់ក្លិនឈ្ងុយជាប់ចិត្តតែម្ដងធានាថាបានញ៉ាំហើយចង់ញ៉ាំទៀតមុខម្ហូបចុះបាយមកដល់ទៀតបងប្អូនមុខនេះធានាថាចប់ចិត្តតែម្ដងត្រីប្រមាអាំងជ្រុញហើយជាមួយនឹងពងក្រងយើងបែបនេះគឺថាពងក្រងថ្មីស្រស់បែបនេះបងប្អូនពងសុតតែម្ដងមុខនេះធានាថាឆ្ងាញ់តែម្ដងសម្រាប់ការចម្អិនរបស់ខ្ញុំថ្ងៃនេះខ្ញុំប្រើជាមួយនឹងម្សៅស៊ុបខ្នុរហ្វីលីពីនថ្មីឆ្ងាញ់គ្រប់មុខម្ហូបតែម្ដងអញ្ចឹងគ្រឿងផ្សំយើងមានតែប៉ុណ្្នឹងទេបងប្អូនអត់មានអីច្រើនទេអញ្ចឹងទៅមើលពីការចម្អិនរបស់ខ្ញុំទាំងអស់គ្នាគ្រឿងផ្សំយើងវិញយើងមានសាច់ជ្រូក3ជាន់ថៃត្រីប្រមាហើយនឹងពងក្រងជាពិសេសហើយលក់យើងអាចដាក់តាមចំណូលចិត្តហើយយើងថែមជាមួយនឹងគល់ស្ក្រេងដែងលក្ខូចសើចខ្ទឹមសខ្ទឹមក្រហមបន្តិចមកអញ្ចឹងឥឡូវនេះកុំឲ្យចាំយូរត្រីប្រមាមុននឹងយើងយកទៅចិញ្ច្រាំបងប្អូនយើងចំហុយបន្តិចសិននៅពេលដែលយើងចំហុយធ្វើឲ្យសាច់ត្រីរបស់យើងទន់ហើយយើងងាយស្រួលនៅក្នុងការបេះវាអត់ជាប់ឆ្អឹងចំណេញទៀតផងអញ្ចឹងហើយចាហុយបន្តិចសិនតាំងពិតចាហុយលឿនទេហើយជាខ្ទង់7 8នាទីអីហ្នឹងឆ្អិនអត់ដែរឆ្លៀតពេលហ្នឹងយើងមកច្រាំសាច់ជ្រូកយើងបដ យើងច្រាំសាច់ជ្រូកយើងឲ្យមាត់បន្តិចហើយថែមជាមួយនឹងគល់ស្ក្រេងបន្តិចមកយកក្លិនឲ្យឈ្ងុយបងប្អូនហើយដីនេះយើងដាក់តិចមកបងប្អូនអាចដាក់តិចច្រើនតាមការចូលចិត្តណាស្លឹកក្រូចបងប្អូនយើងប្រើគ្រឿងខ្មែរបែបនេះបងប្អូនក្លិនឈ្ងុយល្អខ្ទឹមសខ្ទឹមក្រហមម្ទេសខ្ញុំកិនឲ្យហើយចឹងមកងាយស្រួលនៅក្នុងការច្រាំបងប្អូនអាចដាក់តាមការចូលចិត្តហឹរខ្លាំងហឹរតិចអីចឹងដាក់តាមការចូលចិត្តណាមុខនេះរៀងហឹរតិចមកបងប្អូនមិនឆ្ងាញ់ត្រីយើងឆ្អិនផុយល្អហើយបងប្អូនលើកចេញមកហើយយើងដួសយកទៅសាច់ព្រោះអញ្ចឹងងាយស្រួលបងប្អូនគ្រាន់តែបងប្អូនដួសចេញមកដោយទៅសាច់មកបានហ្នឹងហើយទឹកហ្នឹងក៏យើងយកដែរអត់ចោលទេដោយសារវាចេញជាតិពីត្រីមកទេបងប្អូនទឹកហ្នឹងត្រីប្រមាប្រៃអញ្ចឹងហើយបងប្អូនអាចលៃតាមហ្នឹងទៅកុំដាក់ច្រើនពេកសាច់ជ្រូកខ្ញុំប៉ុណ្ណេះមួយកង់ប៉ុណ្ណេះត្រីប្រមាមួយកង់ប៉ុណ្ណេះអាចនឹងប្រៃជ្រុលអញ្ចឹងហើយបងប្អូនអាចលៃតាមហ្នឹងទៅធ្វើបែបនេះងាយស្រួលបងប្អូនយើងបេះឆ្អឹងហូតឆ្អឹងអីចឹងមកគឺថាងាយស្រួលមែនទែនយើងច្រាំត្រីប្រមាមួយសាច់ជ្រូកនឹងឲ្យសព្វចូលគ្នាចឹងហើយបងប្អូនឥឡូវយើងចាប់ផ្ដើមថែមគ្រឿងមកគ្រឿងយើងអត់មានអីច្រើនទេបងប្អូនយើងថែមជាមួយនឹងម្សៅស៊ុបខ្នុរហ្វីលីពីនថ្មីនេះមកគឺថាឆ្ងាញ់ណាស់បងប្អូនហើយបងប្អូនអាចលួចស្ករថែមបន្តិចទៀតបានហើយតែប៉ុណ្្នឹងមករួចរាល់ហើយឥឡូវនេះបងប្អូនចុងក្រោយហើយអញ្ចឹងហើយយើងចាប់ផ្ដើមដាក់អង្ក្រងយើងចូលមកហើយសម្រាប់អង្ក្រងនេះបើសិនជាបងប្អូនប្រើមេបងប្អូនអាចច្រាំប៉ុន្តែដោយសារខ្ញុំប្រើពងសុតអញ្ចឹងអត់ច្រាំទេតែប៉ុណ្ណឹងមករួចរាល់ហើយខ្ញុំយកមកច្បល់ជាមួយនឹងត្រីប្រមាយើងហើយគឺយើងអាចដាក់អាំងបានហើយបងប្អូនយើងគ្រាន់តែច្បល់ចូលគ្នាបែបនេះមកបងប្អូនឲ្យតំណងមែនទេបើនិយាយពីក្លិនវិញមិនតាន់អាំងទេតែឈ្ងុយយើងប្រើពងក្រងបែបនេះបងប្អូនអាចនឹងអត់សូវជូរដូចយើងប្រើមេទេអញ្ចឹងហើយពេលញ៉ាំនៅពេលដែលស្ទើរជូរអញ្ចឹងបងប្អូនអាចបន្ថែមជាមួយនឹងក្រូចឆ្មាអីបានណាបើមិនអញ្ចឹងទេបងប្អូនអាចមានកសាំងអីច្រាំជាមួយគ្នានៅពេលនេះក៏បានដែរឥឡូវយើងចាប់ផ្ដើមដាក់លើជ្រុញមកតំណងខ្លាំងណាស់បងប្អូនហើយឃើញតែប៉ុណ្្នឹងអត់តន់ឆ្អិនក៏ដឹងថាឆ្ងាញ់ដែរនេះមើលពងក្រងគេឡើងស្រស់ដោយសារយើងដុតក្នុងអូវ៉ាន់ណាបងប្អូនអញ្ចឹងហើយយើងអត់បានអាំងខ្ជូងអញ្ចឹងខ្ញុំយកសទះអាំងហ្នឹងយកមកដាក់អញ្ចឹងតិចមកដោយសារយើងចង់បានម៉ូតឲ្យចេញមកដូចយើងអាំងលើខ្ជូងអញ្ចឹងហើយយើងសកាត់តិចមកយើងសកាត់រៀងខ្លាំងដែរបងប្អូនអញ្ចឹងបានចេញរួចហើយយើងយកទៅអាំងទៅពេលដែលឆ្អិនទៅដូចយើងអាំងនៅលើភ្លើងខ្ជូងអញ្ចឹងរួចឲ្យបងប្អូនតំណងមែនតេននេះក្លិនវិញថាឈ្ងុយមែនតេនហ្មងក្លិនណាបងប្អូនមើលអាំងប៉ុណ្ណឹងមកល្មមហើយស្រួលបងប្អូនហើយ
អត់ចាំបាច់ហត់ទៅថែភ្លើងថែអីទេយើងអត់បានប្រកាត់ខ្ជុំកាត់អីយើងដុតទៅចឹងមកអាំងចឹងមកគឺថាតំណងមែនទែនតែក៏ពិតងាយស្រួលក្នុងការធ្វើទេបងប្អូនអត់ពិបាកទេពេលដែលយើងប្រើម៉ាស៊ីនដុតចេះទៀតកាន់តែងាយស្រួលទៀតអញ្ចឹងហើយអត់ពិបាកនៅក្នុងការចម្អិនងាយស្រួលធ្វើញ៉ាំអញ្ចឹងបងប្អូនក៏អាចធ្វើញ៉ាំបានដែរជាមុខម្ហូបប្រចាំថ្ងៃដែលមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនអញ្ចឹងសម្រាប់ការចម្អិនរបស់ខ្ញុំថ្ងៃនេះមុខម្ហូបពងក្រងច្រាមជាមួយនឹងត្រីប៉ាម៉ាអាំងជ្រុញគឺថារួចរាល់បងប្អូនអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ